ดอกไม้ภาษาอลีแกมคือฉลาด โอ้ ชู my ไฟ god เฮโร่ ชูริฟายใบเฮโร่ตอนนะแกใจ ไออันซีตอนนะแกแล้วอันซีตอนนะแก ฮะจังพิกออฟไว้ออดเมียนดอย โอ้ my ไม่ god ก็ได้ช่วยแกเราเหมือน กระไร secret ខ្ញុំ ចកមកថាគាត់ទៅអានស៊ីអូឈ្មោះគាត់ពីមុនអានស៊ី បាទ អញ្ចឹង secret ចាំមើលជាមួយ secret តតអ្នកណាគេព្រោះ purify 3នាក់មិញហ្នឹង đấy សាក៏ purify yeah super red ក៏ purify ហើយមួយទៀតដូចជា golden មកគាត់ទេ ឌីសវែន ឌីសវែន ឌីសវែនชูไฟได้ អូ បាទចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកគូកូនបើជាមួយនឹងការប៉ះគ្នារវាងវ៉ាឡាប៉ះជាមួយនឹង Pro Esport បាទជាចំនួនបើកឆាករវាងធីមទាំងពីរដូចគ្នាផងដែរចាំមើលជាមួយនឹងសមាជិកថ្មីនៃ MPL KX Season 8វ៉ាឡាធ្វើបានល្អកម្រិតណា Midland តាគូអើយបាទ Midland ដូចជាមិនអីទេព្រោះដោយសារតែយើងបានឃើញជាមួយនឹង Montana ស្រួលរត់ចេញរត់ចូលដែរបាទចឹងសម្រាប់ D7 នៅក្នុងការ perform ជាមួយនឹង Montana នេះតើចាំមើលជាមួយនឹងការ cover គ្នាបានល្អដែរឬបាទណាចាក៏គាត់មានប្រវត្តិធ្លាប់នៅជាមួយនឹង Pro Esport ដែរមួយរដូវកាលដែរហ្នឹងហើយបាទអីបើបញ្ញាគាត់អវត្តមានតាំងពីនៅជាមួយនឹង IMP អីបាទគាត់ថា2ឆ្នាំអីត្រូវបាទ2ឆ្នាំហើយបាទចឹងណាភ្លាមជាមួយនឹង Midland មានការ clear ក៏ដូចជា K-Sen ទៅហើយពេលលេងបាក់ map មួយក៏ដូចជាកន្លែងនេះជាមួយការបងវាយពេលលេងចូលដល់ពេលលេងទៅអោបតោងស្វ័យរត់បានសម្រាប់ចាយជាមួយការចាយពីការពីណាចាដូចគ្នាប៉ុន្តែមិនទាន់មានវត្តមានជាមួយនឹងការដាច់ first blood ទេអាយ៉ាមួយលើកដៃកន្លែងចិត្តកូន Pro VR the gang ចាំមើលអាយ៉ាចង់ snowball គេមិនតែវ៉ាឡាមកគេច្បាស់ timeline យ៉ាងម៉េចគេដែរគេហ៊ានវាយណាមួយគេហ៊ានវាយនៅក្នុង jungle គេគឺមាន damage ដាន់នៅខ្លួនលើយើង2នាទីគឺមានអញ្ចឹងគឺគេវាយយើងឈឺមែនដែរណាតែបើសិនជាគាត់ចង់ snowball លុះត្រាតាយ៉ាបានថតទី1ហើយបាទទៅរូបភាពមិញកាត់ឡើងអូយចង់លឿនមែនតើបាទលឿនណាមិញអេតំណោមួយដែលគាត់ចង់លេង aggressive all legend ដូចគាត់ធ្វើម្ដងការរដូវកាលទី7បាទការដើម regular season ណាបាទឥឡូវគាត់ចង់ប្រើតម្រងនឹងមកលេងទៀតក៏យ៉ាងណាតម្រងទៀតបាទចាឥឡូវជាមួយនឹងវត្តមានរបស់ Valhalla នៅ4 hero ជុំគ្នាយកតែម្ដងអញនឹងវាយគ្នានៅ mid lane នេះឬក៏វាយគ្នាកន្លែងថក៏មានការ spawn មកវិញនៅគ្នាក៏ដូចជាកន្លែងជាមួយ secret ក៏មានការបើក map បញ្ញាកំពុងតែធ្វើការកវីកវត្ត fast ឬក៏យ៉ាងណាក៏ដូចជាកន្លែងនេះមួយ K-Sen មកតន់ឬក៏មិនទាន់បលែងជាមួយនឹង Orange ក៏ឬក៏បលែងអត់បលែងទេថព្រីទៅលើ Valhalla hero ដែល snowball គេតែ early game បែរជាថទី1បលែងទៅលើខាង Valhalla វិញមានរឿងអីចេះជាមួយ Pro Esport កំហុសមួយដែលវាមិនមែនជាកំហុសអ្វីដែលគាត់ធ្លាប់ជាប់កដោបើអត់តែយកតំណពីណាចាបណ្ដៃពេលលេងមកដឹកមកជើពី secret ប៉ុន្តែមានការដកថយក៏ដូចជាមានការខេតមកផងដែរពី super red farm stack នៅ midland បានច្រើនមែនដែរពីណាចាហ្នឹងហើយអ្វីដែលគាត់ធ្វើឲ្យគាត់បាត់បង់ទៅថតទី1គឺជាការចង់ទៅ invade ជាមួយនឹង pop up bar របស់ខាង Valhalla អាយ៉ាចង់ bet ជាមួយនឹងការទាត់ off purify ឬក៏យ៉ាងណាអត់ទាត់ទេអូមានអសរៀងខ្លួន experience land ដែរដូចជាច្បាស់ដូចគ្នាផងដែរណាបាទទៅហើយសាទៅគក់ម្ដាយផ្ដោតអត់តែយកតំណងពីសាធ្វើការបដាច់ចៃ flicker មួយផងដែរពី head មិនក៏ទៅចំណាយបាត់បង់ជីវិតជាមួយនឹង head ដូចគ្នាតែខាងក្រោមយ៉ាប្រតិសិន3ជុំយកតាមដងជាមួយនឹងការដាច់ដែរទេប៉ុន្តែតែមិនចូលទៅលើ Grand ទេមិនជាមួយនឹង D7 ចូលបន្តិចតែ split damage បាទ Grand បាទចាអីនេះរៀងស្ងប់ស្ងាត់ដែរ first blood ក៏មិនទាន់ចេញមកវិញដូចគ្នាក៏ដូចជាវត្តមានជាមួយនឹងការទម្លាក់ Rafale បាទ Grand clear lane ធម្មតាបើទោះជាមាន purify ពី D7 សាក៏ដូចជា super red ខ្ញុំគិតថា secret អ្វីដែលគាត់គួរតែផ្ដោតតែ K-Sen មួយទៅចាប់បើសិនជាតតបានទៅលើ K-Sen បោកបានគឺជារឿងល្អមែនទេបាទខ្លាចតែបោកអត់ដាច់ដែរខ្លាចបោកដាច់ព្រោះថា pick up បានអាយ៉ាកន្លែងនេះតមកជើង purify មួយបើក ultimate យកតាមដងពីណាចាប៉ុន្តែអត់មានការវាយគ្នាទេអស់បាត់ហើយសាអត់មាន purify ថតមែនទេបើសាហ៊ានចេញ map អាចនឹងមានគ្រោះថ្នាក់ដូចគ្នាជាមួយនឹងសាត្រូវយកធ្នូមួយ D7 អាចមានបញ្ហាដែរតែយ៉ាប់3ជុំជាមួយនឹងការអស់ ultimate ដកថយមកវិញផងដែរពី D7 top បាទយោថប់ចង់កាក់ lane ពី Felix ដូចដឹងហើយជាមួយនឹង Felix នេះជា expert in lane មួយដែលមម lane ខ្លាំងមែនទេបាទអ្វីដែលសំខាន់ថតទី2នឹងកើតមកតែណាមិញមើលជាមួយនឹងការ rotation 5ទល់ស្មើត្រឹមថតទី2បងកាកាអើយហើយថតទី2បញ្ញាឬក៏ K-Sen ទៅដល់ retrieve យូសិលមួយពីបញ្ញាមកលោកខ្លាំងតែគាត់តតាមមេរោជាមួយការតយកតាមជួយ purify first blood តែទៅលើ secret វិញលេងមកធ្វើការដេញបាយក៏ដូចជាជាមួយការបាំងរ៉ាវយកតាមដល់ពី super red តែមានការវត្តមាន
ជាមួយនឹងការដេញវាយគ្នាទេតថយរៀងខ្លួន វ៉ាវ ណាចា skill ក៏រៀងឡែតតិចតាអីនោះទេដោយសារតែក៏យកបានជាមួយនឹងតថដូរជាមួយនឹង secret មួយក៏មិនជាការខាតបងធ្ងន់ធ្ងរនេះដែរ ណាបាទចាឥឡូវជាមួយនឹងការបាន cross plot ប៉ុន្តែបាត់បង់ថថអស់2ដងមកហើយពីបញ្ញាធ្វើការ retreat free ថថយកតែម្ដងមិនមិញបាទ តថ2ហើយ ណែ ប៉ុន្តែ goal lead ចុះ goal អត់លេខទេ 300 goal ទេ អូ បាទ โดដាក់លេខទេ super red កំពុងចង់ធ្វើអ្វី super red និយាយទៅសម្រាប់តថឲ្យ lead goal ច្រើនដូចជាមិននិយាយតើ lead សំ experience បាទអូហក់ជន់យកតែម្ដងពី K សេនចាប់ជាប់ឬក៏ជាប់បញ្ញាបណ្ដៃចុងក្រោយបន្តតែមិនពិសាបណ្ដៃអត់មានបញ្ហាទេក៏ដូចមានការចាយ flicker មួយបណ្ដៃពី head វ៉ាវ Oh my god ធីមទាំងពីរនេះពិបាកក្នុងការផ្ដាច់មែនតែនយកតែម្ដង សំខាន់ចេះ កន្លែងហ្នឹងលេ ពួកគាត់វាយគ្នា គេដឹង អត់វាយយកបដាច់ទេយល់អត់ក៏វាយតែភោគឲ្យ low record ទៅផ្ទះតែប៉ុណ្ណោះ អាយ៉ាក្រែនធ្វើការតម្លាក់ជាមួយនឹង OPG មួយបណ្ដាប្រតិសិន3ចំ2ទីស្វែនអានឹងចូលបោកធីម5ដែរទេបណ្ដាជាមួយនឹង KSN ចាប់ជាប់មកពីអង្គការបណ្ដាពីស្គ្រីនមានការបាត់បង់យកតែជាមួយនឹងការផ្ដាច់ពីសាគ្នាកន្លែងជាមួយនឹងការប្រតិតម្លាក់ពីណាចាអត់ទាន់មានតម្លាក់អីច្រើនទេនៅ early game ក៏ដូចជាកន្លែងនេះជាមួយនឹង secret 2ដងបាទមួយដោយសារតែសមាជិករបស់វ៉ាឡាគាត់ច្បាស់ timeline នេះមិនរបស់គាត់ដែរយ៉ាងហ្នឹងហើយជាមួយនឹង Sicilian និង Patrick មិនមែនជា hero early game នោះទេអញ្ចឹងជាមូលហេតុដែលគាត់ថាយ៉ាដាច់តែ secret មួយអត់បញ្ហាយើងដកមក reset ធ្វើម៉េច game នេះ hold ដល់ late game បានតែណាមិញជាមួយនឹង team fight បើយើងគិតទៅ pro esport ក៏មាន damage late game វ៉ាឡាក៏មាន damage late game ដូចគ្នាអាយយយបាទក្តៅសាច់យកតែមែនតែជាមួយនឹង game នេះបច្ចុប្បន្នការនាំមក goal មកវិញផងដែរ300 goal តែម្ដងពី pro esport បាទ សម្រាប់ LED Lustra តែវត្តមានរបស់ Side Zone ទៅលើ Grand ចេញពី Team Fight ហ្នឹង បើមិនដូចឆ្នោតទេចូលដល់ LED វ៉ាឡាគេរឿងតែមិន តែ complain គេ Patrick របស់ Grand នេះ late game គេបាញ់តែកំភ្លើងខ្លីហ្នឹង ហ្នឹងហើយ ទ្រឹតយកមក បាទ តែផាច់ថ្មីនៅក្នុង Hero Patrick គេបើកំភ្លើង shotgun ហ្នឹងឥឡូវជាមួយនឹងថតទី3នេះក៏មានការបើក map យកតែម្ដងបញ្ញានឹងរីបានឬក៏ KSN យើងអត់ទាន់ដឹងដូចគ្នាជាមួយនឹងការជន់អាតម៉ែយកតែម្ដងពី head អាទីរួចឬក៏រួចជាមួយនឹងការផ្ដាច់ head យកតែម្ដងពី Village ធ្វើការ game បន្ថែមតាមស្បៃទៅខាងក្រៅមកដែរក៏ដូចជាថតអត់ទាន់មានការវាយអីទេកន្លែងនេះជាមួយនឹងការ ប្រេប្រោរបឡប់អោសិនក៏ដូចជាកន្លែងនេះជាមួយការដេញយកតែម្ដងពី Village ថតទី3 free ឲ្យ Pro Esport បាទយ៉ាងណាមិញយើងឃើញហើយជាមួយនឹងកន្លែងថតទី3នេះគឺ Pro Esport គេដាក់បែតយកមក យ៉ាប់ គេបោកបញ្ឆោតយកតែម្ដងទៅលើ head ដែលឲ្យគាត់ over បន្តិចណាដោយសារតែគាត់ចង់បាំងបែបដែរកន្លែងហ្នឹងធ្វើឲ្យសមាជិករបស់ Pro គេមានឱកាសក្នុងការ pick off របស់គាត់បានដូចនេះបាទ អូយយតក់មួយជើងយកតែម្ដង Felix អត់មានបញ្ហាប៉ុន្តែ Felix តាន់ណាទាត់ Felix មិនដាច់ទេពីវត្តមានរបស់ Valhalla មួយលើកដៃកន្លែងដូចគ្នាផងដែរដូចតែបាននិយាយជាមួយនឹង game នេះ Valhalla រុញតារះខ្លួនឯងទៅដល់ late game អញ្ចឹងគាត់ក៏ច្បាស់តាមដាន damage របស់គាត់ដូចគ្នាដូចតែបាននិយាយហ្នឹងជាមួយនឹងការចង់ pick off គេបច្ចុប្បន្នគឺពិបាកក្នុងការ pick off ដោយសារតែចង់ pick off មួយណាចាបច្ចុប្បន្នអាចធ្វើថា100 stack ទីទួចអីទេបាទតែគាត់គេអត់ទាន់ឈឺទេចប់ retreat មួយបងដែរពី KSN អាចមានការវាយដែរទេប៉ុន្តែចង់បានជាមួយនឹង T1 Direct ក៏ដូចជាកន្លែងនេះជាមួយនឹង Felix ធ្វើការបលែងឲ្យអស់ ultimate យកតែម្ដងពីណាចាប៉ុន្តែមានការបន្ត ultimate ពីសាចាយ flicker មួយបងដែរពីណាចាអស់ ultimate ហើយអស់ flicker ទៀតអូខាតព្រោះមិញដូចជាអស់ហើយណាសាគាត់ជប់បន្តឲ្យព្រោះសាមាន មកគ្រាប់មិញអាចដាច់ មាន head គាត់ទៅ annoy មកគ្រាប់មិញអាចដាច់មកគ្រាប់ head មិញគាត់ទៅចាស់ skill ដាក់សាក៏បលែង skill យកមកមិញ បាទ បាទដើម្បីច្បាស់ដើម្បីឲ្យកុំឲ្យដាច់ចាយមួយទៅមិនដៃទេបាទពីណាចា បាទចាំហ្គេមនេះជាមួយនឹង Felix ក៏នៅក្បែរហ្នឹងដូចគ្នាប៉ុន្តែយើងមើលជាមួយនឹង T1 Direct នៅផ្លូវ top lane ក៏ដូចជា bottom lane ដាច់តិចទីបាទ KSN យក top ឥឡូវ Martet clear ជាមួយនឹង bottom lane ដូចគ្នាបាទតើហើយឬក៏វាយគ្នាឬក៏យ៉ាងណាជាមួយនឹង Secret ប៉ុន្តែជាមួយនឹង B7 ដឹងច្បាស់ថា Secret នៅក្នុងហ្នឹងគឺមិនដើរចូលក្នុងស្មៅទេបាទមានរឿងអីចេះតែបច្ចុប្បន្នការលេខត្រឹមតែ 2.7 ទេដូចជាមិនច្រើនអីណាទេសម្រាប់ហ្គេមទី1នេះដូចគ្នាផងដែរឱកាសនៃការវាយមកវិញនៅតែមានដូចគ្នាពីសមាជិករបស់ Valhalla ណាតែបច្ចុប្បន្នចង់0យក T1 នៅមានមិនមែនជារឿងងាយស្រួលទេព្រោះថាគេមានជាមួយនឹងណាចាននិង Karen បាទពី Hero នេះជា Hero ទុកទេអូ1 2ស្គងនងរាក់នងដែរទេជាមួយនឹង Secret បុកវាយឬក៏មិនវាយអត់ទាន់វាយទេបន្តអត់តែបាក់ធីមវាយយកតែដល់ពីសាក៏ដូចមានការជន់ពី KSN អានេះមានបញ្ហាជាមួយនឹងណាចាដែរទេប៉ុន្តែគ្រាន់តែបែកឲ្យលោឈាមតាមដល់ជាមួយនឹងការដកថយព្រោះរសារ lot respawn អត់មានអារម្មណ៍ថា Pro គេលេងចិត្តត្រជាក់ណាបាទដូចបាននិយាយគេលេងនេះគឺអត់ចង់បណ្ដាច់ជីវិតទេគឺឲ្យតែភោគឲ្យតែគេលោក៏គាត់អស់ចិត្តដែរបាទក៏អស់ចិត្តដែរហើយសុខចិត្តទៅភោគឲ្យដើរចេញអូចាប់បញ្ហាទាន់ឬក៏មិនទាន់ទៅហើយជាមួយនឹង Felix ធ្វើការ game ក៏ដូចជាកន្លែងនេះ Secret ចុច second seal មួយមកដែរទៅហើយពី Secret ទាត់នេះសម្រាប់ឬក៏មិនទាន់ទេក៏ដូចជាកន្លែងនេះជាមួយនឹងលោសឈាមពាក់កណ្ដាលក៏ដូចមានការជិះមកទ្រូមកដែរពីបញ្ញាមិនទាន់ទេបារ៉ាបានកុំយកតាមពីហានសាមឡៃចុងក្រោយជាមួយនឹងការទម្លាក់អត់ទៅពីសាផ្ដាច់បាំង head មួយមកដែរទៅជាមួយនឹងការគប់បាំង map fast ជាមួយនឹងលោយកតាមដងលោទី1ក៏បានទៅលើ Pro East
កំប៉ុណ្ណាបើសិនជាវ៉ាឡាគាត់ចង់ secure game នេះទៅឡែមក អាយ៉ាបាត់ចូលទៅដល់ផ្ទះសម្បីជុំជាមួយនឹងការដាច់បញ្ញាបានហើយបញ្ញាបានជាមួយការចាប់ពីការទាត់បញ្ជើយករបស់ពីសក្រិតទៅលើនេះស្មានហើយជាមួយនឹងការបណ្ដាច់ដូចគ្នាវ៉ា ចង់ថាចេះបើសិនជាវ៉ាឡាគាត់ចង់រុញ game នេះទៅដល់ late game មកបន្លោះ load មិញបាច់ចូល យ៉ាងហើយបាទចូល បន្លោះ load មិញគួរតែឲ្យមកព្រោះប្រភេទ hero គាត់សិតតែជាប្រភេទ hero late game ទី1ទី2ជា hero ដែលមាននិស្ស័យក្នុងការទប់ផ្ទះ បាទ Batrick មានជាមួយនឹង Sicilian មានជួបាក់មកមានជាមួយនឹង Head បាក់មកអញ្ចឹងសិតតែមាននិស្ស័យក្នុងការ defend អញ្ចឹងបើសិនជាអាចមិនមែនបើសិនអត់ចង់ fail ណាឲ្យ load គេមកឈាមទប់វិញ បាទ ឈាមទប់វិញព្រោះថាការលេខបច្ចុប្បន្ន10 ទៅទីនេះបញ្ញាអាចមានបញ្ហាដែរទេប្រាស្គីទី1ដកជាមួយនឹងការបន្តអត់បានពិសាមកចង់ម្ដងមកចង់ក្រោយអត់ទាន់ដាច់ទេជាមួយនឹងការដកថយបានសម្រាប់ផងដែរពីបញ្ញា បាទឥឡូវឃើញអត់ខ្ញុំជឿថាមក lot ទី1នេះយ៉ាងច្រើនណាស់បាន T2 នៅ mid lane មួយទៀតចុះបាន3ផ្លូវចុះតែអត់អាចបុក T3 សំបីតែមួយ បាទ អត់អាចទេបាទព្រោះយើងដឹងហើយជាប្រភេទ hero ដែល late game មាន damage ក្នុងការ clear lane ដូចគេ អូយ KSN បើបុកគាត់យកតាមដល់ជាមួយនឹងការចាប់អត់វាយគ្នាទេ អត់បាន T2 មួយទៀតឃើញអត់បាន T2 មួយទៀត គេគាត់ញ៉ោះហើយ បាទគេគ្រាន់តែញ៉ោះទេ Pro Sport ក៏គេដឹងដែរ Pro Sport ក៏ដឹងនៅ timeline ទីមេរបស់គាត់ថានៅដល់កម្រិតណាដែរហើយក៏ដូចជាដឹងច្បាស់ថាបើទោះជាគាត់បានដល់ទៅ2 lot ក៏ game ហ្នឹងគាត់នៅតែពិបាកបុកដែរហើយក៏គាត់ចង់បញ្ចប់ហ្នឹងក៏ដូចជាការយក lot និង objective មួយហ្នឹងដើម្បីទាញឲ្យ Valhalla ចេញពីផ្ទះរបស់គាត់ដើម្បី over season អញ្ចឹងបើសិនជា Valhalla គាត់ set តាមគម្រោងដែលខូចគាត់បានដាក់ឲ្យគួរតែនៅតែ keep defensive ទៅដើម្បីទាញ game ហ្នឹងទៅដល់ late game តែសំខាន់ game នេះបើយើងមើល kill ដូចអត់វាយគ្នាទេសំខាន់នោះ Grand ណាចាបញ្ញា main damage របស់គេអត់ដាច់សំបីម្ដង បាទ អត់ទាន់ដាច់ទេណាអញ្ចឹងគេនៅតែមានឱកាសក្នុងការ defend ដូចគ្នាព្រោះដែរដូចបាននិយាយជាប្រភេទ hero ដែលមាននិស្ស័យក្នុងការទប់ផ្ទះយើងដែរ Sicilian Batrick មានអីមានញៀនចូលមកមកបន្តមកបន្តដាច់ខ្ទេចយកមក បាទត្រឹម lot ទី1ទី2ទុកបានគាត់ lot evo អីហ្នឹងបានគាត់ពិបាកទុកបាទកលេជាមួយ item Goland គឺខុសគ្នា 2k ពី Super Red បាទទៅលើ Grand ចំណែក Jungler គឺស្មើគ្នាទេខុសគ្នាបានឲ្យ Goland យកគេ អូទៅបាត់ Disvan វាយឬក៏វាយអត់វាយ មិនគាត់មានខុស item មួយហ្នឹង Glowing One មែន Glowing One មួយតែប្រឡោះ2ទៀតគាត់ឆ្នៃហ្នឹងអាហ្នឹងចាពេលលេង clock Destiny គេទិញកលឹមជិះហ្នឹង គាត់យក clock Destiny ហ្នឹងឬមួយក៏គាត់ចង់ពាក់ជាមួយនឹង Wishing Lantern គាត់ប្រហែលជា clock ប្រហែលចាំយក item ទី3អត់ចេញ clock មុនទេ បាទឥឡូវចាំមើលជាមួយនឹង game មួយនេះបច្ចុប្បន្ន12នាទីការនាំមុខ 5k goal Wishing Lantern បាទអត់យក clock គាត់ជះ Felix ឈឺបាទជះឈឺតដល់ប្រើហ្នឹងបាទទៅថាអីឡតបាទចាឥឡូវមានការចូលមកយកជាមួយនឹង Purple បបន្ថែមទៀតមកដែរវត្តមានធីមទាំងពីរនេះអាយ៉ាអាចនឹងមានបញ្ហាជាមួយនឹងការវាយគ្នាកន្លែង lot នេះហើយក៏ដូចជាមានការឆាយ skill ធម្មតាគាត់ថាឲ្យទៀតមកមកនេះឲ្យទៀតយកទៅ hold ធ្វើម៉េចឲ្យ Karen level 15មាន item មួយបញ្ញាមួយណាចាមកបាទគួរតែឲ្យទៀតបាទតែ let's see អត់តនឹងទេជាមួយនឹង stress របស់ Zion ដែលគាត់រៀបឲ្យ team របស់គាត់លេងដែរចាំមើលតាមមួយ lot នេះឲ្យឬមួយក៏ចូលបាទព្រោះថាបើសិនជាយើងគិតថាឲ្យឱកាសនៃការ defend នៅក្នុងផ្ទះយើងមានច្រើនក៏ប៉ុន្តែបើយើងសម្រេចចិត្តថា join team fight ទទួលស្គាល់វា50 50ក៏ប៉ុន្តែបើសិនជាយើង fail ទៅយកមកទៅយកមកបាទចាលេងស្ងប់ស្ងាត់ហើយក៏ដូចជា lot មានការ spawn មកវិញដូចគ្នារយៈពេល13នាទីឥឡូវហើយប៉ុន្តែវត្តមានរបស់ Pro Sport អាចនឹងធ្វើការ fast slot ឬក៏ណាឃើញ map បញ្ញាចុះទៅដល់បើក map ពី Felix ប៉ុន្តែអត់មានជាមួយនឹងវត្តមានរបស់បញ្ញាទេចូលមកបានឬក៏បានពីជាមួយនឹងការដេញពី Felix ប៉ុន្តែអត់ឲ្យបញ្ញាចូលទៅ review សាទៅជាមួយនឹង lot ពីទៅដល់ Pro Sport ចូលតែម្ដងបាទឲ្យជួយជំរឿនល្អសម្រាប់គាត់ឲ្យខ្ញុំគិតថាជាជំរឿនដ៏ត្រឹមត្រូវមែនទេព្រោះចូលក៏ចូលដែរគាត់ពិបាកចូលតែភាសាមាន Felix គាត់ដាក់ពាំងជាប់ឯណាឥឡូវយើងឃើញណាGrand មិញបាញ់ទៅលើ Felix ពីបន្តណាពីបន្តហ្នឹងទាំង secret អត់តបានតទៅលើ Felix ទៀតបាទអញ្ចឹងបើសិនជាតិចទៀតគាត់ចាប់ផ្ដើមមាន damage មក pick out ទៅលើ Felix អាចដែរតែណាមិញជាមួយនឹង Pro Sport ក៏មិនណយដែរដូចតែបាននិយាយជាមួយនឹងការលេងបែបញ៉ាំអាយ៉ាជាមួយនឹងការ bet យកបាន T2 ប៉ុន្តែពី Pro អូយ Pro Sport នេះគេញ៉ាំយកតែមែនតើអត់សូវនេះទេអញអត់តាំងពីដងបូឡើងមកអង្គុយលើដូចគេរៀងតម្រង់រៀងល្អជាងមុនគេប៉ិនញ៉ាំមកបាទ lot ទី2មកខាងលើជាមួយ Valhalla គាត់និយាយទៅសម្រាប់ Valhalla គាត់មានភាគរយអាច defend បានបើសិនក្នុងករណីដែលសមាជិកគាត់នៅទាំងអស់ណាបាទព្រោះតែសារថាប្រភេទ hero ណាចាក៏ដូចជា brand គឺជា hero ដែលគាត់តែងាយដាច់បាទធីមួយផ្លូវអាចដាច់មួយផ្លូវអាចដាច់មួយផ្លូវហ្នឹងអាយ៉ាហក់ជន់យកទៅដល់ PK សែនចាយ flicker មួយដែរពីណាចាអត់មានបញ្ហាទេសម្រាប់គេមានការ ban មកអស់ flicker តែប៉ុណ្ណោះបាទឃើញអាចបានធី3មួយផ្លូវគត់ Super Minion ទៀតមកទៀតក៏សមាជិករបស់ Valhalla នៅបន្តការ defend បានព្រោះ Karen អត់តប្រើ skill ទាំងអស់ទាំងណាចាក៏នៅដែរណា
ចាក់ គេ flick មួយ អ ដែរ flick បាទ ឡៃហ្នឹងណា បាទអីអត់បញ្ហាលេងមួយលើកដៃកលែង super វិញនៅសល់ ព្រោះ មួយ សារតែ អាច ខេសែនគាត់យកមកដើម្បីលេងមួយ Matilda ដែលគាត់ធ្វើបែបហ្នឹងឈូសឲ្យតោងបើសិនជាណាចាគេចាប់បានភាសាទៀតគឺទៅហើយ បាទចាឥឡូវភ្លាមជាមួយនឹងការបាក់អាតមេតយកតែម្ដងដើម្បីយកជាមួយនឹង T3 តែយកបានទេជាមួយនឹងវត្តមានរបស់ K-Sen ក៏មានការជន់អាតមេតយកតែជាមួយនឹងការផ្ដាច់បញ្ញាបដែរចេញពីខាងក្រៅហើយមានការឈរសាប់យកតែម្ដងពី Super ពីឆាបណ្ដៃចុងក្រោយអានេះមានបញ្ហាដែរតែជាមួយនឹងការផ្ដាច់ជាមួយនឹង Skate បណ្ដៃជាមួយនឹង K-Sen ក៏មានការចូលដល់ក្នុងចាយយកតែម្ដងសល់ពីដល់តែម្ដងពី Grand ហើយក៏ Secret អានេះមានបញ្ហាដែរទេជាមួយនឹងការបន្តRPG បណ្ដៃប្រទេសសិន3ចំ2ជាមួយនឹង D7 មានការឈរសាប់យកតែម្ដងក៏មានការបន្តចូលឡើងវាយទី3ដល់មិនlênផ្ដោតទៅយកទៅពិសា Last Man Standing ធ្វើការវាយទាពី Pro Esport វ៉ូបាទជ័យជំនះដ៏ smooth មែនទែនពី Pro Sport លេងចិត្តត្រជាក់មួយលេងគ្រាន់តែញ៉ោះទៅលើសមាជិករបស់វ៉ាអាឡាតែប៉ុណ្ណោះ Yeah